នាំរំបងប្អូនមកមើលវិធីស្ងោរជ្រក់ជើងជ្រូករបស់ខ្ញុំបែបងាយគ្រឿងផ្សំមានដូចជារំដេងគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមនិងម្ទេសដាក់ឆ្នាំងឲ្យក្តៅហើយចាក់ប្រេងឆាចូលបន្តិចរំលីងគ្រឿងរបស់យើងទាំងអស់ចូលគ្នាអ្នកទាំងអស់គ្នាឆាចុះឆាឡើងមួយសន្ទុះមើលតែគ្រឿងយើងរាងក្រហមចាំចាក់ជើងជ្រូកចូលអ្នកទាំងអស់គ្នារួចហើយយើងកូរចុះកូរឡើងមួយសន្ទុះមើលតែជើងជ្រូកយើងរាងក្រៀមបន្តិចចាំដាក់គ្រឿងដាក់រ៉ូឌីទឹកត្រីស្ករប៊ីចេងនិងប្រេងខ្យងរួចហើយយើងក៏ច្របល់គ្រឿងទាំងអស់ចូលគ្នាឲ្យសព្វអ្នកទាំងអស់គ្នារួចហើយទុកមួយសន្ទុះកុំភ្លេចដាក់ដុំស៊ុបខ្នុរចូលម្ដុំផងអ្នកទាំងអស់គ្នាដើម្បីបង្កើនរសជាតិស្ងោររបស់យើងឲ្យកាន់តែឆ្ងាញ់ណារួចហើយគ្របទុកមួយសន្ទុះរំងាស់ឲ្យទឹកជើងជ្រូកនឹងរាងក្រៀមបន្តិចទៅរំងាស់ឲ្យដាច់ទឹកណារួចហើយសំចាក់ទឹកចូលស្មានទៅអ្នកទាំងអស់គ្នាមើលតែរាងល្មមហើយគ្របទុកមួយសន្ទុះសិនរយៈពេលស្ងោរនឹងរាងយូរដែរអ្នកទាំងអស់គ្នាប្រហែលជា45នាទីដែរហ្នឹងណាភ្លក់មើលតាមចំណង់ចំណូលចិត្តណាអ្នកទាំងអស់គ្នារួចហើយខ្ញុំនឹងបង់គ្រឿងចូលជីមានដូចជាស្លឹកខ្ទឹមជីនាងវងជីរណានិងម្ទេសចំណែកក្រូចឆ្មាវិញគឺនាងខ្ញុំប្រើតែមួយផ្លែទេណាអ្នកទាំងអស់គ្នារួចហើយតោះបងប្អូនមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាណាដឹងតែឆ្ងាញ់ទៀតហើយថ្ងៃហ្នឹងវិធីធ្វើមានផ្សេងគ្នាអញ្ចឹងលើកលួសខ្វះខាតអីសូមបងប្អូនអធិស្ឋានផងណាសម្រាប់វីដេអូនេះបានមកដល់ទីបញ្ចប់ហើយអរគុណ